ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel របស់ខ្ញុំថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការប្រើប្រាស់ Pi គេប្រើសម្រាប់ប្រើប្រាស់ comment ច្រើននៅក្នុង line តែមួយដែល comment ទី2គឺជា output របស់ comment ទី1ដែលដំបូងយើងធ្វើការ check user របស់ user មក who am I នេះខ្ញុំឆ្លលើ user នេះបន្ទាប់មកយើងធ្វើការ ls មួយមើលបន្ទាប់មកយើងធ្វើការ ls ដក lx មួយនេះវា list មកទាំងអស់ដែលវាច្រើនពេកចឹងយើងធ្វើការប្រើ pipe ដើម្បីងាយស្រួលកំណត់យកចំនួនតិចដែលដំបូងយើងដាក់ ls ដក lx ចេះមួយមកបន្ទាប់មកយើងដាក់ head ដក3នេះវា list បាននៅលើ3តែបើថាយើងចង់កំណត់លេខ1 2 3ទៀតយើងធ្វើការ ls ដក lx ខ្លះដែរ nl សម្រាប់យើងដាក់លេខ1លេខ2លេខ3បន្ទាប់មកយើង head មកយើងដក3នេះវានឹងចេញមកឲ្យ1 2 3ដែលបន្ទាប់មកបើយើងចង់យកពីក្រោមវិញយើងធ្វើការ ls ដក lx nl ដែរមកបន្ទាប់មកយើងលើកនេះយើងយកពីក្រោមអញ្ចឹងយើងធ្វើការសរសេរថា tail គឺចំនួនខាងក្រោមអញ្ចឹងយើងយកដក3ដែរវានឹងចូលពី22នេះមកហើយបន្ទាប់មកយើងធ្វើការបង្កើត file មួយអញ្ចឹងយើងសរសេរ tag ដាក់អុកសាកmy file ទៅមក .txt មកបន្ទាប់មកយើងចូលទៅបំពេញចូលទៅ file ហ្នឹងអញ្ចឹងយើងយក nano my file enter បន្ទាប់មកយើងសាកដាក់ number ពី3មកបន្ទាប់មកយើងចេញវិញមក Ctrl X Y យក Y មកនេះយើងចេញមកហើយយើងសាក ls វាមើលមួយមកបន្ទាប់មកយើងសាក cat វាមើលមួយមកថាវាមាននេះអត់វាយបានជោគជ័យនៅនេះគឺហើយអីដែលបន្ទាប់មកបើយើងចង់ cat រើសតែពាក្យមួយយើងដាក់វាយ my pipe file pipe ចឹងមកហើយ grab បើយើងចង់រើសយកពាក្យមួយយើងដាក់ grab 2អីចឹងមកវាពេល enter វានឹងចេញតែ number 2ទេដូចថាវាមានពាក្យនេះបន្ទាប់មករបៀបមួយទៀតគឺយើង cat ដែរ my file pipe nl ហើយយើងយកតាក្បាលលើ2ទេអញ្ចឹងដក2មកវាអត់ចេញពី3ទេនេះគឺ number 1 number 2 អត់មាន number 3ទេហើយ1 2ហ្នឹងដែលបន្ទាប់មកការងារវីដេអូរបស់ខ្ញុំបានឈានចប់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នា